រត្រីសួស្តីមិត្តអ្នកសិក្សាភាសាខ្មែរជាទីស្រឡាញ់រាប់អាននៅរាត្រីកាលដ៏សែនមនោរម្យនេះខ្ញុំបាទសេរីយុកោមានកិត្តិយសលើកយកផ្នែកមួយនៃអក្សរសាស្ត្រគឺសូរដូចយកមកបង្ហាញការរៀបរៀងឡើងមានវត្ថុបំណងសំខាន់5យ៉ាងទី1ជួយសម្រួលដល់អ្នកសិក្សាទាំងឡាយទី2ជួយកាត់បន្ថយការសរសេរខុសទី3ចងចែករំលែកដល់អ្នកនិយមអក្សរសាស្ត្រខ្មែរទី4ចពញ្ញៈស្មារតីកូនខ្មែរចំពោះអក្សរសាស្ត្រជាតិទី5ចង់រំលឹកគុណចំពោះដូនតាខ្មែរអ្នកប្រាជ្ញបណ្ឌិតដែលបានបន្សល់ទុកអក្សរសាស្ត្រដែលជាដួងព្រលឹងជាតិដូច្នេះសូមរីករាយសិក្សាសូរដូចនឹងពាក្យកកសូរដូចនឹងពាក្យកកមាន5ទី1កកទី1ថ្នាក់ពាក្យជាកិរិយាមានន័យថាប្រែពីរាវទៅជាខនពីរាវទៅជាខាប់ពីរាវទៅជារឹងឧទាហរណ៍ខ្លាញ់កកបណ្ដើប្រេងដូងកកខាងលើទឹកកកដុំកកទី2ថ្នាក់ពាក្យជាគុណកិរិយាមានន័យថាកកតាន់តាប់ណែនណាន់តាន់តាប់កុញត្រៀបត្រាជុំចិត្តបន្តហូរហែតចប់រដឹកឬស្ទះឧទាហរណ៍នៅក្នុងវត្តមានមនុស្សឈរកកកុញទី2មនុស្សដើរកកលើផ្លូវជាតិកកទី3ថ្នាក់ពាក្យជាគុណនាមមានន័យថាកកតាន់តាប់ណែនណាន់ត្រៀបត្រាជុំចិត្តបន្តហូរហែដូចនឹងគុណកិរិយាដែរឧទាហរណ៍ចូលឆ្នាំមនុស្សកកស្ទះក្នុងវត្តមនុស្សកកកុញលើផ្លូវជាតិកកទី4ថ្នាក់ពាក្យជាគុណនាមមានន័យថាដែលរឹងដែលខាប់ដែលខន់ដែលខ្សោះអស់ជាតិឧទាហរណ៍ទឹកកកបាយកកការ៉េមកកខែរងាខ្លាញ់កកប្រេងដូងកកកទី5ថ្នាក់ពាក្យជានាមមានន័យថាឈ្មោះរបស់មនុស្សឧទាហរណ៍អ្នកមីងកកទៅផ្សារទិញម្ហូបពូកកទៅចំការដូច្នេះសរុបមកកកមាន5កកទី1ថ្នាក់ពាក្យជាកិរិយាមានន័យថាប្រែពីរាវទៅជាខនពីរាវទៅខាប់កកទី2ថ្នាក់ពាក្យជាគុណកិរិយាមានន័យថាកកតាន់តាប់ត្រៀបត្រាកកទី3ថ្នាក់ពាក្យជាគុណនាមមានន័យថាកកតាន់តាប់ណែនណាន់ត្រៀបត្រាកកទី4ថ្នាក់ពាក្យជាគុណនាមដែលរឹងដែលខាប់ដែលខ្សោះអស់ជាតិកកទី5ថ្នាក់ពាក្យជានាមមានន័យថាឈ្មោះរបស់មនុស្សអរគុណចំពោះការយកចិត្តទុកដាក់ស្ដាប់របស់អស់លោកជាពិសេសសូមអរគុណចំពោះឧបាសិកាឈឹមលេងនិងឧបាសកខាន់រឿននៅព្រៃក្របៅ2លោកតែងជួយឧបត្ថម្ភដល់កម្មវិធីសិក្សាភាសាខ្មែរនេះសូមជូនពរឧបាសកនិងឧបាសិកាបានសេចក្តីសុខចម្រើននិងសម្រេចអ្វីដោយចិត្តប៉ងប្រាថ្នាអក្សរសាស្ត្រជាតិដួងព្រលឹងជាតិរាត្រីសួស្តីសូមជម្រាបលា